បាទ សួស្តីអ្នកទាំងអស់គ្នានៅលើកនេះចង់ធ្វើវីដេអូបទបង្ហាញពីមុខជំនាញឬក៏ជាមុខរបរនៅក្នុងកសិកម្មចិញ្ចឹមមាន់ស្រែអញ្ចឹងសម្រាប់បងប្អូនគាត់មានទំនួលជាច្រើនពីរបៀបដែលចិញ្ចឹមមាន់ស្រែអញ្ចឹងការធ្វើឬក៏ការតាំងចិត្តនេះយ៉ាងណាណាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំជួយបញ្យល់ណែនាំទៅដល់បងប្អូនឬក៏កសិករដែលគាត់មិនទាន់ចេះតោះឬក៏គាត់មិនធ្លាប់ចិញ្ចឹមមកតោះបាទឬក៏បងប្អូនខ្លះកំពុងតែចិញ្ចឹមខ្លះបាទខ្លះក៏គាត់ជោគជ័យខ្លះក៏គាត់ទទួលបរាជ័យអញ្ចឹងខ្ញុំសូមលើក8ចំណុចនៅក្នុងវីដេអូនេះបាទអញ្ចឹងសម្រាប់បងប្អូនមិនទាន់មានមន្តសាស្ត្រឬក៏បងប្អូនទើបតែចូលរៀនថ្មីបងប្អូនទើបតែចាប់ផ្ដើមបាទអញ្ចឹងជាទៅបងប្អូនចូលរៀនមានការចំណាយប្រាក់ហើយយើងមានកិច្ចការដែលត្រូវធ្វើអញ្ចឹងចំណុចទី1បាទបងប្អូនត្រូវទាញយកចំណេះឬក៏ជំនាញនេះឲ្យបានច្បាស់អញ្ចឹងបានជាបងប្អូនគាត់តែងតែចិញ្ចឹមមាន់ដោយមិនបានរៀនឬក៏គាត់ចិញ្ចឹមមាន់ដោយមិនបានហៅថាមានស្ថាបនិកណាមួយបញ្យល់គាត់ណែនាំអញ្ចឹងកាលណាគាត់ធ្វើទៅគឺទទួលបរាជ័យឬក៏បរាជ័យទៅងើបរួចដោយសារអត់មានហៅថាគ្រូបង្វឹកណាបាទអញ្ចឹងបងប្អូនបាទមុនចិញ្ចឹមមាន់បាទដើម្បីចូលរៀនហើយបងប្អូនទៅបងថ្លៃការសិក្សាអញ្ចឹងមិនថាតិចឬក៏ច្រើនបាទទៅតាមអ្វីដែលលោកគ្រូគាត់បង្រៀនបងប្អូនណាបាទអញ្ចឹងទី1បងប្អូនត្រូវមានការតាំងចិត្តបាទតាំងចិត្តបាទតាំងចិត្តតាំងអារម្មណ៍ជាមូលដ្ឋានគ្រឹះពីព្រោះបងគិតថាចូលរៀនហើយបងលុយថ្លៃការសិក្សាហើយនៅក្នុងគ្រួសារក៏បានទៅចែកបែកញែកក៏បានពិភាក្សាជាមួយក្រុមគ្រួសារថាខ្ញុំនឹងរៀនពីការចិញ្ចឹមមាន់ខ្ញុំចង់ចិញ្ចឹមមាន់អញ្ចឹងយើងត្រូវតែមានការតាំងចិត្តបាទផ្ដោតទៅលើអារម្មណ៍ថាយើងត្រូវតែតាំងចិត្តធ្វើវាហើយអញ្ចឹងបងប្អូនតាំងចិត្តហើយបងប្អូនត្រូវសម្រួចហៅថាសម្រួចចិត្តថានឹងប្រឹងធ្វើវាឲ្យបានបាទអញ្ចឹងទី2បងប្អូនផ្ដោតលើគោលដៅថាមុខរបរមួយនេះគឺជាមុខរបរសត្វមានជីវិតក៏ពិតមែនក៏ប៉ុន្តែជាមុខរបរមួយប្រជាកសិករឬក៏បងប្អូនទូទាំងប្រទេសគាត់តែងតែនិយមចិញ្ចឹមមាន់ស្រែតែងតែនិយមចូលចិត្តពិសាទៅលើមាន់ស្រែវាជាម្ហូបអាហារនៅក្នុងប្រទេសកម្ពុជាយើងបាទអញ្ចឹងបងប្អូនបាទត្រូវផ្ដោតគោលដៅថាខ្ញុំត្រូវតែយកឱកាសនេះចាប់ផ្ដើមពីថ្ងៃនេះម៉ោងនេះធ្វើវាបានបាទគោលដៅយើងគឺមានតែមួយគឺចិញ្ចឹមមាន់ស្រែបាទចិញ្ចឹមពីតិចទៅច្រើនបាទណាពីតិចទៅច្រើនពីតូចទៅធំបាទយើងមានមហិច្ឆតាបាទធំណាបាទមានន័យថាយើងគិតថាមហិច្ឆតាយើងចង់ចិញ្ចឹមឲ្យបានច្រើននេះក៏ប៉ុន្តែយើងមិនលឹកលន់បាទយើងមិនលឹកលន់ទេបាទយើងសិក្សាពីចិញ្ចឹមពីតិចទៅច្រើនបាទធ្វើពីតូចទៅធំអញ្ចឹងបងប្អូនបាទចូលទី2នេះយើងផ្ដោតគោលដៅយើងឃើញថាយើងចាប់ផ្ដើមដល់គោលដៅមុខព្រួញយើងគឺចិញ្ចឹមមាន់ស្រែណាបាទចូលដល់ចំណុចទី3នេះបងប្អូនសម្រេចចិត្តបាទបងប្អូនធ្វើការសម្រេចចិត្តធ្វើតែម្ដងបាទសម្រេចចិត្តធ្វើណាប្រឹងប្រែងធ្វើបាទនៅក្នុងជំនាញយើងដែលកំពុងតែផ្ដោតទៅលើគោលដៅពីការចិញ្ចឹមសត្វមាន់ហ្នឹងហើយអញ្ចឹងនៅទី3នេះបងប្អូនសម្រេចចិត្តធ្វើវាតែម្ដងបាទធ្វើដោយការប្រុងប្រយ័ត្នធ្វើដោយការប្រឹងប្រែងហ្មត់ចត់ជាទីបំផុតมันអាចប្រហែសมันអាចមើងងាយសត្វនេះបានទេបាទយើងត្រូវតែសម្រេចចិត្តប្រឹងប្រែងធ្វើវាឲ្យបានជោគជ័យបាទណាអញ្ចឹងយើងសម្រេចចិត្តធ្វើហើយយើងចូលដល់ចំណុចទី4បងប្អូនបាទត្រូវមានជំនឿលើខ្លួនឯងបើភាសាយើងនិយាយពីអត្ថរសស្ដាប់ហៅថាតិចសណាបាទយើងកុំតិចសបាទបងប្អូនណាបាទនេះជាភាសាយើងរមរានបាទសប្តាហ៍ក៏គេនិយមប្រើដែរឥឡូវយើងធ្វើការត្រូវមានជំនឿលើខ្លួនឯងបាទគឺមានជំនឿថាខ្ញុំជឿជាក់លើខ្លួន
ខ្ញុំបាននេះធ្វើឲ្យទាត់តែបានទៅលើមុខរបរមួយនេះបាទយើងគិតថារៀមច្បងយើងក៏ធ្វើបានបាទអញ្ចឹងខ្ញុំក៏អាចធ្វើបានឬគាត់ដែរក៏ប៉ុន្តែពេលនេះម៉ោងនេះមិនទាន់បានឬគាត់ខ្ញុំប្រឹងពីម៉ោងនេះពេលនេះថ្ងៃនេះតទៅណាបាទយើងត្រូវមានជំនឿលើខ្លួនឯងបាទទី5យើងត្រូវតែពង្រឹងឬក៏បង្កើនសមត្ថភាពនៅក្នុងការធ្វើនេះឲ្យបានខ្ពស់ជាទីបំផុតអ្វីដែលបង្កើនទៅលើសមត្ថភាពនេះឧទាហរណ៍ថាបងប្អូនប្រើសត្វរបស់បងប្អូនបន្តិចយើងសមត្ថភាពយើងត្រឹមប៉ុណ្ណឹងហៅថាត្រឹម 30% បង្កើតសត្វកាន់តែច្រើនយើងតម្លើងសមត្ថភាពយើង 50% កាន់តែច្រើនតម្លើងកាន់តែច្រើនតាមសមត្ថភាពណាបងប្អូនណាធ្វើតាមលទ្ធភាពតាមសមត្ថភាពបងប្អូនដែលយើងធ្វើតែបានបាទទី6បងប្អូនចុះអនុវត្តផ្ទាល់យើងដឹងហើយកាលណាចុះអនុវត្តផ្ទាល់យើងដឹងថាសត្វយើងនេះវាការចុះអនុវត្តផ្ទាល់នេះគឺយើងចេះខ្លួនយើងច្បាស់ខ្លួនយើងរៀនផងយើងអនុវត្តនៅផ្ទាល់ផងដឹងថាមន់នេះវាត្រូវកាត់អ្វីខ្លះកើតឡើងមានរឿងអ្វីកើតឡើងអញ្ចឹងបងប្អូនរៀនបណ្ដាអនុវត្តបណ្ដាគឺជារឿងមួយល្អបងប្អូនណាបាទយើងចូលដល់ចំណុចទី7បាទចំណុចទី7នេះយើងត្រូវតែចូលលក្ខណៈមួយបាទមិនត្រូវស្ដាប់នៅមតិជុំវិញខ្លួនយើងជាវិជ្ជមាននេះបាទអ្នកណាបរាជ័យក៏បរាជ័យអ្នកណាគេមិនធ្វើគេរិះគន់យើងកុំតែខ្វល់ប្រឹងតែធ្វើរបស់យើងធ្វើឲ្យល្អជាទីបំផុតបាទទី8ហាមបាក់ទឹកចិត្តពេលធ្វើទៅពេលខ្លះគឺយើងខ្វះខាតទៅលើបច្ចេកទេសណាមួយយើងអាចជួបបរាជ័យឬក៏ជួបដោយយថាហេតុណាមួយទៅលើសត្វចិញ្ចឹមរបស់យើងមិនអាចបាក់ទឹកចិត្តបានទេបាទវាជាបទពិសោធន៍យើងនឹងរកកន្លែងដែលបរាជ័យនឹងឲ្យទាញយកជោគជ័យឡើងវិញបងប្អូនណាបាទយើងត្រូវតែតាំងចិត្តធ្វើវាឲ្យបានបាទយើងត្រូវតែមានចិត្តក្លាហានក្នុងការធ្វើនៅក្នុងរង្វង់មុខរបរបាទអាជីវកម្មរបស់យើងបាទយើងគឺធានាខ្លួនយើងថាមិនឲ្យវាសាប់សូន្យទៅវិញដោយឯងនោះទេបងប្អូនណាអញ្ចឹងវីដេអូនេះមានប៉ុណ្ណេះបងប្អូនណាបងប្អូននឹងចូលមើលអាចនឹងcomment ខាងក្រោមបាទរាល់កំហុសឆ្គងជួយខន្តីអភ័យទោសផងបងប្អូនណាបាទនេះជាវីដេអូចែកម្លែកសម្រាប់បងប្អូនដែលចូលរៀនថ្មីបាទសូមអរគុណបាទសូមជម្រាបលាអរគុណច្រើនបងប្អូន